បាទពុកម៉ែបងប្អូនថ្ងៃនេះដូចចង់ហូបសម្លទំពាំងខជើងជ្រូកពុកម៉ែបងប្អូនហើយគេចឹងក៏ឲ្យប្រពន្ធគាត់ទៅកាច់ទំពាំង2 3មកយកទៅខជាមួយជើងជ្រូកចឹងពុកម៉ែបងប្អូននិយាយពីអេហ្មងឆ្ងាញ់ណាពុកម៉ែបងប្អូនហើយទំពាំងនេះដែរមិនចាំបាច់ទៅណាឆ្ងាយពុកម៉ែបងប្អូននៅតែក្រោយផ្ទះខ្ញុំបាទនឹងពុកម៉ែបងប្អូនអើយយើងដាំទំពាំង2 3គុំដើម្បីយើងយកហូបចឹងណាហើយទំពាំងនេះដែរគឺទំពាំងអាស័យផ្អែមពុកម៉ែបងប្អូនគេហៅថាអាស័យចិនគឺឆ្ងាញ់ណាស់អ្នកខ្លះក៏យកទៅជ្រលក់ប្រហុកអ្នកខ្លះក៏ហូបឆៅអត់ខាងអត់អីទេពុកម៉ែបងប្អូនជំរាបសួរហើយក៏សួរស្ដីពុកម៉ែបងប្អូនតោះតែមើលសកម្មភាពខ្ញុំបាទចង់ហូបខទំពាំងហើយមុនដំបូងនេះក្រោយផ្ទះខ្ញុំមកដែរពុកម៉ែបងប្អូននៅមើលវីដេអូខ្ញុំមុនហ្នឹងគឺឃើញទឹកហូរដាក់ទ្រូដាក់អីដាក់លបដាក់បកាយដាក់អីចឹងទៅព្រោះនេះវាស្រែវាស្រូវនៅខាងជាប់លបងផ្ទះខ្ញុំចឹងណាពុកម៉ែបងប្អូនហ្នឹងហើយមើលស្ថិរភាពសុខស្រែបែបស្រុកស្រែចំការស្អាតអត់ពុកម៉ែបងប្អូននេះជុំវិញនៅខាងជាប់ផ្ទះខ្ញុំហ្នឹងគឺវាស្រែវាស្រូវពោពេញទៅដោយធម្មជាតិហើយនេះដែរទំពាំងពីគុំនេះគឺហូបមិនអស់ទេពុកម៉ែបងប្អូនណាចង់បានហូបអីអាចតាក់ទងខ្ញុំបានខ្ញុំឲ្យមួយសឡពីសឡអញ្ចឹងណាហើយថ្ងៃនេះដែរចង់ហូបខទំពាំងជើងជ្រូកដូចក្បាលវីដេអូអញ្ចឹងហើយអញ្ចឹងក៏មកកាច់ទំពាំងសិនពុកម៉ែបងប្អូននេះទំពាំងធំណាពុកម៉ែបងប្អូនទំពាំងនេះដែរគឺគ្មានហាងគ្មានអីទេគេហៅទំពាំងអាស័យចិនអញ្ចឹងណាពុកម៉ែបងប្អូនផ្អែមល្អណាស់ជាពិសេសយកទៅលក់ប្រហុកលក់ផ្អកលក់អីហ្នឹងវាអេមហើយនេះពពុះគ្រួសារខ្ញុំក៏បានកាប់មកផុបល្អណាពុកម៉ែបងប្អូនច្រើនណាពុកម៉ែបងប្អូនណាចង់បានអីអាចតាក់ទងបាទឬក៏ចង់យកមកអីខ្ញុំផ្ញើឲ្យអត់គិតលុយគិតកាយទេគឺច្រើនណាស់ពុកម៉ែបងប្អូនឬក៏បងប្អូនណានៅចិត្តនឹងអីបងប្អូនអាចសុំមួយសឡពីសឡអីខ្ញុំអាចកាច់ឲ្យអញ្ចឹងណាពុកម៉ែបងប្អូនដោយសារយើងដាំច្រើនពេកក៏វាធប់ដែរក៏សារយើងទៅពាំងចេញមកយើងកាប់ទៅពាំងចេញមកកាប់វាអត់សូវលាស់ច្រើនដោយសារនេះខ្ញុំបានកាប់ឲ្យច្រើនពេកទេដោយសារវាច្រើនពេកអញ្ចឹងហើយនេះប្រពន្ធខ្ញុំក៏បានកាប់ហើយក៏រៀបចំបករៀបចំអីទៅនឹងហើយទៅក្រោយផ្ទះយើងហ្នឹងពុកម៉ែបងប្អូនហើយពូពេញទៅដោយធម្មជាតិនេះនិយាយទៅច្រើនណាពុកម៉ែបងប្អូនយើងកាប់តាមបន្តិច3 4គឺមួយសឡបើសិនជាអ្នកធ្លាប់អីមុំអីកាប់តែ1 2គឺមួយសឡពេញបឹបហ្មងពុកម៉ែបងប្អូនឥឡូវគ្រូសាខ្ញុំយកចាប់បានបកពុកម៉ែបងប្អូនហ្នឹងហើយយើងបកហ្នឹងហើយដោយសារយើងនៅក្រោយផ្ទះវាស្រួលអញ្ចឹងណាយើងមិនចាំតែបកផ្ទះនាំមកប្រជុំនាំតាសបកនេះអីយើងដាក់ឡើងហ្នឹងហើយយើងដាក់ក្រោមគោលវាទៅដើម្បីឲ្យវាដោះថែមទៀតអីឬក៏វាទៅជាទៅជុំគោលអីចឹងណាហ្នឹងហើយពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនណាចង់បានទំពាំងអីអាចតាក់ទងចង្រិតបានឲ្យមួយសឡពីសឡដោយសារធប់ទ្រុបទ្រុលទំពាំងច្រើនណាស់ហូបមិនទាន់តែ2គុំនេះហើយខ្ញុំដាំ4 5គុំទៀតហើយពុកម៉ែបងប្អូនហ្នឹងហើយទំពាំងនេះដែរគឺទំពាំងអាស័យផ្អែមមិនពិបាកអីទេឬក៏ហាងស្ងោអីទេយើងហូបឆៅក៏បានដែរពុកម៉ែបងប្អូនណាដែលស្គាល់ទំពាំងអាស័យផ្អែមពុកម៉ែបងប្អូនដឹងហើយពុកម៉ែបងប្អូននេះចាប់ដើមបកខ្វក់ហើយថ្ងៃនេះដែរគឺចង់ខជើងជ្រូកម្ដងអញ្ចឹងណាយើងទិញជើងជ្រូករៀងជើងមួយមកយកមកខទៅបានរួចប្រពេលទៀតជាមួយនឹងផ្លែធម្មជាតិយើងនេះពុកម៉ែបងប្អូនហ្នឹងហើយយើងจะรูปแบบสุกស្រែចំការដោយបងប្អូនឃើញតែវីដេអូខ្ញុំគឺរៀបបែបសុកស្រែអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយក៏ចង់ឲ្យពុកម៉ែបងប្អូនមើលពីទេសភាពសុកស្រែការរស់នៅរបស់អ្នកសុកស្រែអញ្ចឹងតែរស់នៅបែបធម្មជាតិអញ្ចឹងទៅក៏វាល្អម្យ៉ាងមិនថាអ្នកក្រុងអ្នកស្រែទេពុកម៉ែបងប្អូនឲ្យតែយើងមានសុភមង្គលក្នុងគ្រួសារឲ្យតែយើងធ្វើអ្វីល្អក្នុងគ្រួសារគឺយើងបានហើយមានសុភមង្គលដូចគ្នាមិនថាមានន័យថាក្រឬទេពុកម៉ែបងប្អូនហ្នឹងហើយឲ្យតែយើងមានសុភមង្គលក្នុងប្រដីប្រពន្ធគ្រួសារទៅគឺបានហើយពុកម៉ែបងប្អូនហើយនេះប៉ុណ្ណេះបកបានប៉ុណ្ណេះហើយពុកម៉ែបងប្អូនបន្ទាប់មកគ្រួសារខ្ញុំក៏ជ្រាបចំទៅវិញហើយណោះខាងក្រោយផ្ទះខ្ញុំពុកពេញទៅដោយកន្លែងស្ទះទឹកហ្នឹងយើងដាក់បើកចូលឲ្យពីកន្លែងវាស្រែនេះមកឲ្យត្រីវាហូរចូលដោយកន្លែងខ្ញុំដាក់ទ្រូអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយអរគុណពុកម៉ែបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តវីដេអូខ្ញុំសូមជួយ like ជួយ share ជួយ follow ខ្ញុំបានម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីបែបសុខស្រែអញ្ចឹងណាពុកម៉ែសូមជូនពរឲ្យពុកម៉ែបងប្អូនរកទទួលទានមានបានអរគុណច្រើន